ខ្ញុំកណាចម្រើនទៅក៏មានសភាពវាតឹងហើយក៏រលត់រូបនឹងទៅកណាទៀនហើយក៏មានហៅថាសង្ខារវាកើតឡើងបងគ្រូវាមានសភាពខ្លាំងណាស់ទេម្ចាស់ហើយដល់យូរទៅវារត់ទៅក៏សភាពមួយទៀតនឹងវាស្ងប់ទៀនម្ចាស់រូបវាស្ងប់ឈឹងស្មើដូចជាទឹកដែលនៅក្នុងពីងឬក៏ទឹកនៅក្នុងអាងដែលនឹងអត់មានអ្វីហើយដូចមានសភាពនឹងទាំងអស់ទៀនម្ចាស់កណាដល់នឹងទៅកណាក៏មើលទៅក៏វារត់នាមតែម្ដងបងគ្រូដល់រត់នាមទៅបានរត់ហើយបាននាមកើតបំមុនបងគ្រូនាមកើតបំមុនរូបទៀនម្ចាស់នាមកើតបំមុនរូបបងគ្រូកណាទៀនចាស់បងគ្រូសាធុថារត់មិនមែនជាសត្វមិនជាបុគ្គលគឺអត់ទាំងអស់ព្រះអង្គគឺពោលទូលព្រះអង្គគ្រូចឹងដូចទឹកនៅក្នុងពីងនៅក្នុងអាងដែលស្ងប់ឈឹងស្មើចឹងណាព្រះអង្គគ្រូហើយក៏នាមនោះក៏រលត់ទៅតាមជាមួយដែរព្រះអង្គគ្រូតែរលត់ដូចខ្ញុំកណាប្រគេនព្រះអង្គគ្រូចឹងថា5នាទីឬ7នាទីកើតមកវិញហ្នឹងគឺនាមកើតមុនព្រះអង្គគ្រូសាធុកណាស្កាពីចាស់ព្រះអង្គគ្រូសាធុពេលកណាមុនទៅចម្រើនកណាតែងថ្វាយបង្គំព្រះអង្គគ្រូនឹកគុណដល់ព្រះអង្គគ្រូរាល់ថ្ងៃរាល់ពេលដែលខ្ញុំកណាមុនចម្រើនគឺព្រះពុទ្ធរតនៈបឋមរតនៈព្រះសង្ឃរតនៈបន្ទាប់មកទៀតគុណមេដាបិតាទៀនចាស់ហើយព្រះអង្គគ្រូនិងគ្រូទាំងអស់ដែលកណាបានរៀនទោះបីមិនបាត់មួយឃ្លីក៏ជាគ្រូរបស់ខ្ញុំកណាដែរទៀនចាស់សាធុណាលោកប្រធានមានលក្ខណៈប្រកបឡើងហើយមានសភាពតឹងញ័រតឹងយ៉ាងខ្លាំងតើវាមានផ្នែកណាមួយឬពេញកាយទាំងមូលវាពេញដងខ្លួនដងណាសាធុកណាប៉ុន្តែកណាកំណត់ដឹងតែកន្លែងដែលកំណត់ដឹងកណាសាធុតបមកគឺក៏ពិនិត្យមើលឃើញដែលខ្យល់ដែលណែនតឹងហ្នឹងឃើញសង្ខារធម៌ទូដូចដុំពពុះទឹកវាបែកទៅលុតសាធុត្រូវឲ្យទៀននឹងឲ្យសភាវៈសង្ខារដែលព្រះអង្គសម្ដែងគឺបែបហ្នឹងហើយការឃើញនេះគឺយើងឃើញដោយញាណដោយបញ្ញាមិនមែនយើងឃើញដោយភ្នែកចក្ខុធម្មតាទេសាធុទៀនញ័ររូបនាមកំរើរូបនាមឈឺនាមឈឺកាំងរូបបោណែនរូបបោតុនរូបក្តៅផងឈឺផងរូបផងនាមផងតិចរូបយករូបកត្រាក់រូបកត្រាក់ផងឈឺចុកចាប់ផងនាមផងប៉ុណ្ណឹងបាននាមរូបបាសនាញាណនេះវាជាផ្លូវចេញផុតចាក់ទុកចិត្តហ្នឹងហើយខ្ញុំអត់មានរងចាំជាទី2ទេសត្វលោកដែលពេញបនបនិស័យមួយសែនផែនដីដើម្បីបានជាព្រះរាជបុគ្គលហ្នឹងសុទ្ធតែពួរសាវៈទេហើយសម្រាប់យើងជាព្រះរាជបុគ្គលសាមញ្ញធម្មតាឲ្យតែញោមស្គាល់ផ្លូវមានសប្បុរសគេជួយបង្ហាញផ្លូវរបស់វិបស្សនាញាណជាវិបស្សនាលេសកាយតថេជាផ្លូវដើម្បីបានជារាជបុគ្គលគឺអត់មានរងចាំជាតិទី2ទី3ទេគាត់ឲ្យតែព្យាយាមត្រូវបដិបត្តិត្រូវនឹងបានស្រេចជាតិនឹងតែម្ដងនឹងព្រះរាជបុគ្គលហ្នឹងឥឡូវនេះអាត្មាទៅតែចាប់ផ្ដើមផ្សាយពធនេះបរៀនបានជាងកន្លះឆ្នាំទេញោមប្រហែលប៉ុណ្ណឹងប៉ុន្តែឥឡូវនេះពុទ្ធបរិស័ទយើងបានឆ្លងផុតអបាយភូមិជិត10នាក់ហើយប្រសងដូចជា2អង្គប្រសង3អង្គហើយក៏ឧបាសកបាសិកាប្រហែល5 6នាក់អញ្ចឹងវាជិត10អង្គហើយដូចគេផុតអបាយភូមិនឹងគេដំណាក់ការបញ្ចូលអសោតាបានគេផុតអបាយភូមិមួយជាតិហើយគេទៀងជារិបុគ្គលគេព្យាយាមវិបស្សនានៅក្នុងជាតិហ្នឹងហើយជាតិទី2គេផុតជាកំណាប់វត្ថុជនគេនឹងជារិបុគ្គលយ៉ាងទៀងតែម្ដងព្រោះគេបានពូជពរិយៈហើយសាធុមកភាពត្រេកអរដែលញោមពេញចិត្តនឹងវិបស្សនាបានធ្លាប់សិក្សាព្រះវិធម្មមកលោកសម្ដែងថាអ្នកដែលសិក្សាព្រះបរិយ័តពាន់អ្នកមានតែម្នាក់គត់ដែលអាចមានសមត្ថភាពយកបរិយ័តនឹងទៅបដិបត្តិតាមបាននឹងព្រះអភិធម្មញោមធម៌របស់ព្រះអង្គមានជ្រៅអញ្ចឹងហើយលោកសម្ដែងទៀតថាសំបីក្នុងចំណោម 1000 នាក់មានតែមួយយកព្រះអភិធម្មទៅបដិបត្តិបានដើម្បីអ្នកដែលបដិបត្តិហ្នឹងមានចំនួន 1000 នាក់ទៀតមានម្នាក់ទៅអាចចាស់ធ្លុអរិយមគ្គបានអញ្ចឹងបើយើងយក 1000 គុណនឹង 1000 ដងវាស្មើនឹង 1 លាននាក់ហើយអញ្ចឹង
អ្នកដែលសិក្សាព្រះអភិធម្មមួយលានអ្នកម្នាក់គត់ដែលអាចឃើញអរិយមគ្គពោយ៉ាងណាមិញចង់បញ្ជាក់ថាយើងដែលយើងសិក្សាព្រះអភិធម្មព្រះបរិយ័តនេះយើងស្គាល់ផ្លូវយល់អំពីធម៌ព្រះអង្គប៉ុន្តែយើងនៅតែមិនអាចឃើញអរិយមគ្គបានពោចាំបាច់ត្រូវតែយើងមកបដិបត្តិញោមណាដូច្នេះបច្ចុប្បន្ននេះក្រសានក្រណាស់មិនងាយឃើញមិនងាយមានទេពោតែអាត្មាក៏ចង់ប្រាប់ពុទ្ធបរិស័ទទាំងអស់ថាបច្ចុប្បន្ននេះស្រុកខ្មែរយើងមានទាំងប្រសង់មានទាំងដូនជីបានទៅដល់រាជបុគ្គលមានហើយពោដោយអាត្មាភាពមិនមានសេចក្តីសង្ស័យចំពោះគាត់ទាំងអស់នោះពោសាធុសាធុ នឹងសាវៈធម្មតាមួយសែនមហាកាប់មិនមួយសែនឆ្នាំទេណាមួយសែនមហាកាប់អានឹងគឺត្រូវសន្សំប៉ុណ្ណឹងបានអាចទទួលឋានៈតំណែងនៅក្នុងព្រះសម្មាសម្ពុទ្ធអង្គណាមួយជាអីវិន័យធរឬក៏ជាអីជាអ្នកជំនាញខាងអីបញ្ញាអីនឹងតាមតែយើងសិក្សានៅក្នុងអេតតកៈរបស់អសីតិសាវកណាហើយបើសិនជាសាវកនឹងធ្លាក់រហូតដល់ជាអគ្គសាវកទៅមួយអសង្ខ័យមួយសែនកាប់នេះពុទ្ធសាសនាមានក្បួនខ្នាតអញ្ចឹងហើយយើងនិយាយខុសអត់បានទេហ្នឹងហើយបើសិនជាតំណែងជាព្រះវិជ័យកពុទ្ធពីរអសង្ខ័យមួយសែនកាប់សូម្បីតែជួបព្រះសម្មាសម្ពុទ្ធប្រមាណអង្គក៏ដោយអត់បានសម្រេចទេកាលណាវាអត់តន់គ្រប់ចំនួនដែលព្រះអង្គទ្រង់បានសម្ដែងហើយបើសិនជាព្រះបរមពោធិសត្វវិញព្រះបរមពោធិសត្វចែកជាបញ្ញាថើកចែកជាសទ្ធាថើកចែកទៅជាវិរិយាថើកបញ្ញាថើកទាបបំផុត4អសង្ខ័យមួយសែនកាប់ឃើញទេសិនសមចឹងគាត់ទៅចំពោះយើងវិញជួបនឹងពុទ្ធអង្គណាក៏ដោយស្ដាប់នៅធម៌របស់ព្រះអង្គយល់ថាផ្លូវទៅកាន់ព្រះនិព្វានផ្លូវអីប្រតិបត្តិតាមផ្លូវហ្នឹងគឺឲ្យតែស្រូវសម្រាប់ជាតិនឹងតែម្ដងដល់តនេះចាអត់មានទៅគិតមួយសែនមហាកັບមួយអសង្ខ័យមហាកັບអីទេអត់មានតិទិនអាហ្នឹងគឺតិទិនអ្នកដែលត្រូវការតំណែងអាហ្នឹងបានគេនិយាយអំពីបារមីដល់តនេះចាហ្នឹងយើងនឹងខ្ញុំចេះតែសម្ដែងរឿយឲ្យទៅហើយយើងទៅចេះតែពុទ្ធពុំមកជួបនេះអត់គិតទេគិតណាទៅដល់ពុទ្ធក្រោយទៅទៀតនៅឃើញយើងអត់យល់ហើយទៅក្រោយនឹងដឹងបានជួបឬបានជួបយើងដឹងដែរហើយពុទ្ធងាយជួបណាឃើញទេវាមិនងាយជួបចាអញ្ចឹងដែលយើងអត់មែនសន្សំបារមីអីទេមកសន្សំនៅនេះសម្មាបដិបទានេះសន្សំសម្មាបដិបទានេះឲ្យត្រូវទៅតាមបដិបទារបស់ព្រះអង្គលោតែត្រូវគឺជួនកាលពិចារណាល្ងាចហ្នឹងពលឹមឡើងសម្រេចក៏មានអាហ្នឹងក៏មានទៅតាមហ្នឹងយល់ទេអញ្ចឹង